គ្រូនៅជាមួយគ្នាតែមិនទាន់មករដូវតែចាក់ទឹកក្រៅពីងអាចមានកូនអត់ចាបងតាតងជាមួយនឹងការរួមភេទមុនមករដូវឬក៏ក្រោយពេលមករដូវហើយសួរថាពីនឹងភាគរយមានកូនដូចគ្នាដែរទេគឺភាគរយមានកូនគ្រាន់ថាបើក្នុងករណីរួមភេទមុនមករដូវចាប់ពី5ថ្ងៃទៅមួយអាទិត្យគឺភាគរយតិចនឹងមានកូនប៉ុន្តែសួរថាតើអាចនឹងមានកូនដែរទេគឺអាចនឹងមានកូនតែបើក្នុងករណីរួមភេទក្រោយពេលមករដូវហើយមួយសប្តាហ៍អញ្ចឹងភាគរយច្រើនក៏ដូចជាភាគរយខ្ពស់នៅក្នុងការមានកូនអញ្ចឹងជាធម្មតាបើយើងត្រូវតាមដានគឺតាមដានការមករដូវក៏ដូចជាវដ្តរដូវចំនួនថ្ងៃរបស់យើងអ្នកខ្លះគាត់មករដូវ28ថ្ងៃអ្នកខ្លះគាត់មក21ថ្ងៃឬក៏22ថ្ងៃប៉ុន្តែជាទូទៅបើអ្នកដែលគាត់មករដូវទៀងទាត់28ថ្ងៃគឺគាត់អាចកំណត់ថ្ងៃដែលគាត់ធ្លាក់មេជីវិតញីមកដោយការធ្វើតេស្ត RNA អញ្ចឹងនៅពេលដែលគាត់ដឹងពីការធ្លាក់មេជីវិតញីរបស់គាត់ទៀងទាត់អញ្ចឹងក៏គាត់អាចការពារក៏ដូចជាគាត់ដឹងថាតើថ្ងៃណាដែលគាត់អាចនៅជាមួយគ្នាទៅអត់មានកូនថ្ងៃណាគាត់នៅជាមួយគ្នាទៅមានកូនហើយមួយទៀតខ្ញុំចង់និយាយពីការពជាកណាធម្មជាតិមានន័យថាគេហៅថាការចាក់ទឹកក្រៅពីងគឺអត់បានការពារបងទេមានន័យថាគឺវាមានហានិភ័យខ្ពស់នៅក្នុងការមានកូនរហូតដល់ទៅ99%អញ្ចឹងមានតែ1%ទេដែលអាចការពារបងបានអញ្ចឹងសូមបងកុំជ្រើសរើសយកវិធីពជាកណាដែលការចាក់ទឹកក្រៅពីងនឹងច្រើនពេកបងគួរតែជ្រើសរើសយកវិធីពជាកណាណាមួយដែលសមស្របមិនថាការពាក់ស្រោមអនាម័យការលាបថ្នាំគ្រាប់ការដាក់កងនៅក្នុងស្បូនឬក៏ការចាក់ថ្នាំពជាកណាអីទេបងត្រូវតែជ្រើសរើសយកវិធីពជាកណាណាមួយដែលបងពេញចិត្តឬក៏ដឹងថាខ្លួនឯងអាចទទួលយកបានព្រោះបងត្រូវដឹងថាចំពោះអ្នកដែលគាត់រដូវទៀងទាត់គឺអត់សូវមានហានិភ័យខ្ពស់ទេដោយសារតែគាត់ដឹងថារដូវគាត់មកថ្ងៃណាមេជីវិតញីរបស់គាត់ធ្លាក់មកថ្ងៃណាតែបើចំពោះអ្នកដែលគាត់រដូវអត់ទៀងទាត់មានន័យថាខែនេះមកថ្ងៃនេះខែដល់ពេលខែមួយទៀតមកថ្ងៃផ្សេងទៀតអញ្ចឹងគេហៅថារដូវអត់ទៀងទាត់ហើយសួរថាតើប្រថុយនៅក្នុងការមានកូនរបស់ក្នុងករណីនៅជាមួយគ្នាអត់បានការពារគឺប្រថុយប្រឋានមែនតែននិយាយចំទៅគឺភាគរយខ្ពស់នៅក្នុងការមានកូនអញ្ចឹងបើចង់ការពារមិនឲ្យមានកូនទេគឺបងត្រូវការពារគឺមានតែការពារទេទើបធ្វើឲ្យបងអត់មានកូនហើយករណីមួយទៀតខ្ញុំចង់និយាយតាក់ទងជាមួយនឹងអ្នកដែលគាត់ទំតាសម្រាប់កូនហើយមិនថាសម្រាប់ដែលការវះកាត់ឬក៏ធម្មជាតិទេចាប់ពីមួយខែកន្លះទៅមេជីវិតញីនឹងមានការផលិតមកថ្មីឬក៏ចាប់ផ្ដើមរីកលូតលាស់ហើយនឹងខ្ជាក់មកម្ដងទៀតអញ្ចឹងសម្រាប់បងខ្លះដែលគាត់ទំតាសម្រាប់កូនហើយគាត់ព្រមជ្រើសរើសយកវិធីពជាកណាណាមួយទេអ្នកខ្លះគាត់គិតថាគាត់នៅឆ្ងាយពីគ្រួសារគាត់អត់ចាំបាច់ប្រើអីទេចុះបើឧទាហរណ៍ថារយៈពេល3ខែទៅ6ខែដែលគាត់អត់នៅមួយគ្រួសារគាត់ដល់ពេលហើយគ្រួសារគាត់ត្រឡប់មកវិញអញ្ចឹងគាត់នៅជាមួយគ្នាសួរថាទាំងសកម្មភាពឬក៏ទាំងពេលយប់ហ្នឹងគាត់អាចទៅជ្រើសរើសយកវិធីពជាកណាណាមួយដែលការពារគាត់បានអត់គឺហានិភ័យខ្ពស់មែនតើជាពិសេសចំពោះអ្នកដែលគាត់សម្រាលកូនដោយការវះកាត់ព្រោះបងត្រូវដឹងថាការសម្រាលកូនដោយការវះកាត់គឺរៀងខ្សោយជាអ្នកដែលគាត់សម្រាប់ដែលធម្មជាតិអញ្ចឹងជាទូទៅរយៈពេល4ឆ្នាំក្រោយទើបគេឲ្យមានកូនម្ដងទៀតចំពោះអ្នកដែលគាត់សម្រាប់ដែលការវះកាត់ដោយសារទាំងស្បូនទាំងសុខភាពរបស់គាត់គឺនៅខ្សោយក៏ដូចជាត្រូវការប្រើពេលវេលាច្រើនដើម្បីធ្វើឲ្យស្បូនរបស់គាត់រឹងមាំមកវិញអញ្ចឹងអត់អាចបន្ថយបន្ថាននៅក្នុងការនៅជាមួយគ្នាអត់បានការពារអត់ប្រើថ្នាំពជាកណាឬក៏អត់ជ្រើសរើសយកវិធីពជាកណាណាមួយនៅពេលដែលគាត់បន្ថយនៅក្នុងការមានកូនសួរថាតើគាត់ត្រូវធ្វើដូចម្ដេចគឺពិបាកនៅក្នុងការទុកមែនតើហើយបើអ្នកខ្លះវិញគាត់អត់ចង់ទុកទេគឺគាត់ចង់យកចេញអីចឹងទៅចាបងត្រូវដឹងថាគាត់ទៅសម្រាប់កូនហើយដល់ពេលហើយគាត់យកកូនចេញហើយគាត់មានកូនថ្មីទៀតសួរថាសុខភាពរបស់អ្នកជំងឺទាំងមូលហ្នឹងគឺគាត់រឹងមាំពេលណាគឺគាត់កាន់តែចុកខ្សោយគាត់កាន់តែមានបញ្ហាសុខភាពរបស់ស្ត្រីហ្នឹងច្រើនទៅអញ្ចឹងសូមបងជាពិសេសបងដែលគាត់ទៅសម្រាប់កូនហើយសូមរក្សាសុខភាពឲ្យបានល្អក៏ដូចជានៅពេលដែលសម្រាប់កូនហើយភ្លាមហ្នឹងសូមជ្រើសរើសយកវិធីពជាកណាដើម្បីការពារកុំឲ្យបន្ថយបន្ថាននៅក្នុងការមានកូនទៀតហើយសម្រាប់ខាងខ្ញុំក៏មានលួចជាតេស្តបបតេអូសេលីគឺតេស្តលោតឆ្នោតជាមួយនឹងអក្សរនិងអាយុកូនហើយជាមួយនឹងតេស្ត LH តេស្តមើលថ្ងៃដែលធ្លាក់មេជីវិតញីមកបងចង់បានអាចឆាមមកតាម Telegram បាន